Ok, so today អ្នកទាំងអស់គ្នាអញ្ចឹងនេះគឺជាវីដេអូរបៀបនៃការកំណត់ line manager និងការបដូរ line manager អញ្ចឹងដើម្បីកំណត់ line manager បានអ្នកទាំងអស់គ្នាគ្រាន់តែចូលមកកាន់ system ហើយចុចយក setup យក employee មកបន្តមកទៀតទៅរកឈ្មោះបុគ្គលិកណាម្នាក់ដែលអ្នកទាំងអស់គ្នាចង់កំណត់ line manager ឲ្យគាត់អញ្ចឹងឧទាហរណ៍ថាខ្ញុំចង់កំណត់ line manager សម្រាប់បុគ្គលិកឈ្មោះសុកលេបបាទឬមួយក៏បុគ្គលិកឈ្មោះសុកនេះចុះបាទខ្ញុំចុចពណ៌បៃតងនៅមុខឈ្មោះរបស់គាត់ហើយខ្ញុំចុចរូបខ្មៅដៃនេះមួយមកបន្តមកទៀតនៅកន្លែង line manager នេះឧទាហរណ៍ថាបុគ្គលិក B បាទ staff B គឺជា manager របស់គាត់អញ្ចឹងខ្ញុំចុចកន្លែងនេះមកហើយខ្ញុំរកឈ្មោះ staff B បាទអញ្ចឹងនេះបាទ staff B បាទហើយខ្ញុំចុច cell change មកគឺបានហើយអញ្ចឹងនៅពេលដែលបុគ្គលិកឈ្មោះសុកនេះគាត់ធ្វើការស្នើសុំច្បាប់អញ្ចឹងបុគ្គលិកឈ្មោះ staff B នេះគាត់គឺជាអ្នក approve ច្បាប់របស់គាត់ហើយបាទហើយបន្តមកទៀតឧទាហរណ៍បើសិនជាដល់ថ្ងៃអនាគតទៅបុគ្គលិក staff B នេះគាត់ឈប់ធ្វើការឬមួយក៏គាត់ resign ហើយត្រូវរើស manager ថ្មីដើម្បីមកជំនួសកន្លែងរបស់គាត់បាទអញ្ចឹងអ្នកនរគ្នាគ្រាន់តែចុចពណ៌បៃតងនៅមុខឈ្មោះរបស់គាត់នឹងមកហើយចុចកន្លែងនេះបាទនេះបាទអញ្ចឹងចុចអានឹងមួយមកបាទហើយបន្តមកទៀតអ្នកនរគ្នារើស manager ថ្មីបាទចូលថាបុគ្គលិកឈ្មោះណារ៉ូតចុះបាទគាត់នឹងឡើងជា manager ថ្មីបាទអញ្ចឹងចុចកន្លែងហ្នឹងមួយមកបាទហើយបន្តមកទៀតចុច cell change មកគឺបានហើយអញ្ចឹងបុគ្គលិកណារ៉ូតគឺគាត់គឺជា manager ថ្មីបាទសម្រាប់បុគ្គលិកទាំងអស់គ្នាបាទ